បុរសម្នាក់ឈ្មោះអានធ្វើដំណើរចេញពីទីក្រុងទៅកាន់ខេត្តមួយនៅឆ្ងាយគាត់ចេញទៅតាំងព្រឹត្តព្រលឹមរហូតទៅដល់ជ្រលងភ្នំមួយទៅដល់ទីនោះប្រហែលម៉ោង11យប់ហើយតាមផ្លូវកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងលើដងផ្លូវឆ្ពោះទៅកាន់ជ្រលងភ្នំរថយន្តរបស់ស្រាប់តែខូចកណ្ដាលផ្លូវភ្លាមនោះក៏បានឃើញផ្ទះសំណាក់មួយឈ្មោះសុភីបដែលមើលទៅស្ងាត់ដាច់ពីគេគ្មានជំរឿផ្សេងទេគាត់ត្រូវឈប់នៅទីនេះមួយយប់អ្នកថែផ្ទះសំណាក់ឈ្មោះលោករិនគាត់ជាមនុស្សចាស់ស្គមដែលមុខកាត់មានភាពស្រពោនហើយលោករិនបានចាក់សោចូលក្នុងបន្ទប់លេខ107នៅចុងខាងលើដោយនៅក្នុងបន្ទប់មានសភាពក្តៅខ្លាំងដើម្បីឲ្យបន្ទប់មានខ្យល់អាកាសក៏បានបើកបង្អួចដើម្បីឲ្យខ្យល់ចេញចូលក្នុងបន្ទប់ដែលបក់មកពីព្រៃជិតនេះក៏បានទៅជួសជុលឡានគាត់ដើម្បីព្រឹកព្រលឹមឆាប់បានចេញដំណើរទៅមុខបន្តទៀតរួចហើយគាត់ក៏បានឡើងទៅបន្ទប់ដើម្បីរៀបចំខ្លួនទៅងូតទឹកនៅពេលងូតទឹករួចគាត់ក៏បានឡើងទៅសម្រាកលើគ្រែមិនយូរប៉ុន្មាននៅពេលយប់ជ្រៅគាត់បានភ្ញាក់ដោយសភាពស្លេកស្លាំងដែលឮសំឡេងក្រឹកក្រឹកក្រឹកសំឡេងដើរជន់អ្វីម្យ៉ាងបង្កើតឡើងពីលើពីតានផ្ទះហើយចុះមកតាមជណ្ដាលសំឡេងនោះឈប់នៅខាងក្រៅទ្វារបន្ទប់គាត់រំកិលខ្លួនយ៉ាងស្ងៀមទៅកាន់ទ្វារហើយដាក់ត្រចៀកទៅលើទ្វារតែគ្មានឮសូរអ្វីទេមានតែសូរខ្យល់បក់ហូរចេញពីក្រោមទ្វារភ្លាមនោះភ្លើងក្នុងបន្ទប់ចាប់ផ្ដើមភ្លើខ្លាំងឡើងខ្លាំងហើយបានរលត់ទាំងស្រុងទៅវិញក្នុងភាពងងឹតគាត់ឃើញស្រមោលខ្មៅវែងស្ដើងមួយឆ្លុះបញ្ចាំងតាមបង្អួតបើកដែលរំកិលយឺតកាត់ផ្ទៃជញ្ចាំងបន្ទប់គាត់ស្រមោលនោះឈរនៅជ្រុងបន្ទប់ហើយបានបាត់ទៅវិញយ៉ាងរហ័សអ៊ីវដើរប្រយ័ត្នទៅកាន់បង្អួចខ្យល់ត្រជាក់ដោយទឹកកកបក់មកត្រូវមុខអ៊ីវឃើញស្បែកជើងស្រីពណ៌ក្រហមឈរនៅលើដីភក់វាមិនមែនជាស្បែកជើងទទេទេគឺមាននរណាម្នាក់កំពុងពាក់វាប៉ុន្តែអ៊ីមិនចាស់ស្បែកជើងនោះទេភ្លាមនោះស្បែកជើងក្រហមបានដើរយឺតឆ្ពោះទៅរកជណ្ដាលហើយឡើងមកជាន់លើ1 2 3ជំហានសូរជាន់ក្រឹកកាន់តែខ្លាំងឡើងបានរត់ទៅបិទទ្វារបន្ទប់រុញក្រែទៅទល់នឹងទ្វារសេតុណ្ហភាពក្នុងបន្ទប់ធ្លាក់ចូលយ៉ាងខ្លាំងដង្ហើមចេញមកពីមាត់คล้ายជាផ្សែងភ្លាមអ្វីដែលអាចយកធ្វើអាវុធប៉ុន្តែគ្មានអ្វីក្រៅពីកញ្ចក់ក្នុងបន្ទប់ទឹកនោះទេនៅលើផ្ទៃកញ្ចក់ក៏ចាប់ផ្ដើមសរសេរពាក្យដោយខ្លួនឯងសំឡេងខ្សឹបស្ត្រីម្នាក់ស្ដាប់ទៅដូចជានៅក្បែរត្រចៀកណាស់ចេញទៅភ្លាមនោះទ្វារបន្ទប់កណ្ដាលរុញក្រែទល់ចាប់ផ្ដើមរុញជួយខ្លាំងដូចជាមានអ្វីមួយនៅខាងក្រៅកំពុងរុញចូលមកស្នាមដៃសាមបានចាប់ផ្ដើមលេចឡើងនៅលើទ្វារកាន់តែច្រើនឡើងទៅជ្រុងបន្ទប់ពាត់ខ្លួនដោយភួយស្រែកដោយភ័យខ្លាចពេលវេលាកន្លងហួសទៅហើយនៅពេលនោះភ្លើងបានភ្លីឡើងវិញការរញ្ជួយនៅទ្វារត្រូវបានស្ងប់ស្ងាត់ទៅវិញហើយគាត់បានសម្លឹងមើលទៅទ្វារស្នាមដៃសាមនោះក៏បាត់ទៅវិញដែរហាក់ដូចជាថាខ្លួនឯងមានសុវត្ថិភាពពេញហើយប៉ុន្តែមានតែមួយផ្លេតប៉ុណ្ណោះនៅជ្រុងខាងស្ដាំបន្ទប់កន្លែងដែលភ្លឺជាងគេបំផុតខ្យល់ត្រជាក់ខ្លាំងដូចទឹកកកបក់មកគាត់ងាកមុខទៅទីនោះហើយឃើញនាងឈរនៅទីនោះសក់វែងខ្មៅសាមគ្របដណ្ដាប់មុខនាងសម្លៀកបំពាក់ពណ៌សដែលហូរទឹកដូចជាទើបតែឡើងពីទន្លេនាងប៉ុន្តែគាត់ដឹងថានាងកំពុងសម្លឹងមកគាត់សំឡេងត្រូវបានស្ទះឲ្យនៅក្នុងបំពង់តគាត់ចង់រត់ប៉ុន្តែជើងដូចជាត្រូវគេចងជាប់នឹងឥដ្ឋនាងលើកដៃយឺតចង់ឲ្យម្រាមដៃវែងទៅកាន់ទ្វារបង្អន់បិទខ្ទាបខ្លាំងដោយខ្លួនឯងភ្លើងអំពូលក្នុងបន្ទប់ផ្ទុះបាញ់ភ្លើងខ្ចាយបណ្ដាលឲ្យបន្ទប់ងងឹតយ៉ាងគួរឲ្យភ័យនៅក្នុងភាពងងឹតដើរជន់ខ្លាំងរហ័សឆ្ពោះមកកាន់គាត់ខ្យល់ត្រជាក់ខ្លាំងដូចធ្លាក់ក្នុងអន្លង់ទឹកកកបក់មកភ្លាមនោះទ្វារបើកឡើងដោយខ្លាំងពន្លឺពីភ្លើងអណ្ដាតខាងក្រៅបន្ទប់បំភ្លឺចូលមកលោករិនឈរនៅទីនោះមុខស្លេកស្លាំង
កាន់ភ្លើងចង្កៀងប្រេងយួរដៃអ្នកមិនអាចនៅទីនេះទេចេញមកឥឡូវនេះសំលេងគាត់ឡើងញ័រ បានរត់ទៅកាន់ទ្វារនៅពេលឆ្លងកាត់ទ្វារគាត់ងាកមកមើលក្រោយនៅកណ្ដាលបន្ទប់ងងឹតនៅក្រោមពន្លឺចង្កៀងរបស់លោករិនស្រមោលវែងខ្មៅជារបស់អ្នកណាឈរនៅទីនោះហើយវិញ្ញាណនោះបានបង្ហាញមុខក្រោមសក់វែងសើមសោមមានភ្នែកពណ៌សដែលសម្លឹងត្រង់មកគាត់ដោយកំហឹងនឹងការឈឺចាប់ដែលមិនអាចនឹកស្មានដល់ដារហូតមកដល់ឡានលោករិនដើរតាមគាត់មុខនៅតែស្លេកមុននឹងឡើងឡានគាត់សួរដល់សំឡេងញ័រនាងជាអ្នកណាហេតុអ្វីបានជានាងនៅទីនេះលោករិនញញឹមដោយអាការៈស្រពោនភ្នែកសម្លឹងទៅបង្អួយបន្ទប់លេខ207ដែលឥឡូវនេះងងឹតនាងគ្រាន់តែចង់បានកន្លែងរបស់នាងត្រឡប់មកវិញប៉ុណ្ណោះគាត់ដើរត្រឡប់ទៅផ្ទះសំណាក់វិញដោយមិនបានប្រាប់អ្វីថែមទៀតទេបានបើកឡានចេញពីទីនោះយ៉ាងលឿននៅពេលងាកមើលក្រោយតាមកញ្ចក់ឡានឃើញស្រមោលស្ត្រីវែងស្ដើងម្នាក់ឈរនៅបង្អួយបន្ទប់លេខ207សម្លឹងតាមដានគាត់ចេញពីទីនោះសូមអរគុណសម្រាប់ការស្ដាប់និងទស្សនារបស់បងប្អូនទាំងអស់គ្នា